ទៅកាន់អ្នកទស្សនាទាំងអស់គ្នានាងខ្ញុំឈ្មោះឈឹងសាភ័ណ្ឌនាងខ្ញុំឈ្មោះដុំសុធានាងខ្ញុំឈ្មោះថុសុផាន់ណៃនាងខ្ញុំឈ្មោះដុំម៉ាលីនាងខ្ញុំឈ្មោះកិនបញ្ញាពួកយើងទាំងអស់គ្នាជានិស្សិតបដិមង្គប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមហាវិទ្យាល័យសង្គមសាស្ត្រមនុស្សសាស្ត្រថ្ងៃនេះដែរក្រុមនាងខ្ញុំនឹងនិយាយអំពីប្រាសាទមួយគឺប្រាសាទភ្នំដាដូច្នេះសូមតាមដានទស្សនាដូចតទៅនឹកមិនភ្លេចនឹកនឹងជានិចឆោមពិសីគេមិនលក់រាល់រាត្រីអាឡ័យស្នេហ៍មិនអស់អាឡ័យថ្លៃជីវិតធ្លាប់នៅចិត្តមកទេជួបហើយចង់ជួបទៀតមិនចង់ឃ្លានពីស្នេហានឹកនឹងអាឡ័យជាប់ចិនណាបែបទេបងនៅនឹកមិនភ្លេចនឹកនឹងជានិចថោពិសីភ្នំដាមានទីតាំងស្ថិតនៅភូមិព្រៃតាផឃុំគោកធ្លុកស្រុកអង្គរបូរីខេត្តតាកែវដែលស្ថិតនៅខាងកើតនៃទីរួមខេត្តតាកែវដែលមានចម្ងាយ102គីឡូម៉ែត្រពីរាជធានីភ្នំពេញដើម្បីមកដល់ប្រាសាទភ្នំដាបើយើងជិះតាមផ្លូវជាតិលេខ2នោះយើងត្រូវជិះកាត់តាមខេត្តកណ្ដាលសិនទើបមកដល់ខេត្តតាកែវនៅពេលដែលយើងចូលមកដល់ខេត្តតាកែវមុននឹងទៅដល់ភ្នំដាត្រូវឆ្លងកាត់ស្រុកបាទីស្រុកសំរោងនិងស្រុកព្រៃកបាស់ទៅមកដល់ស្រុកអង្គរបូរីនៅពេលមកដល់យើងឃើញមានផ្ទះភូមិវត្តអារាមដែលមានឈ្មោះថាវត្តភ្នំដានិងអនុវិទ្យាល័យសាលារៀនដែលមានឈ្មោះថាអនុវិទ្យាល័យភ្នំដាដោយនៅខាងមុខច្រកចូលយើងឃើញមានរូបសំណាកព្រះនាងនាគបន្ទាប់មកបត់ឆ្វេងនោះយើងនឹងឃើញជណ្ដើរខាងជើងហើយនៅជម្រាលចង្កេះនៃភ្នំនេះមានសំណង់មួយទៀតដែលមានឈ្មោះថាអាស្រមមហាឥសីប្រាសាទភ្នំដានេះវិញស្ថិតនៅមិនឆ្ងាយពីទន្លេបាសាក់ប៉ុន្មានទេបើយើងរាប់ចម្ងាយពីប្រាសាទភ្នំដាទៅទន្លេបាសាក់មានចម្ងាយត្រឹមតែ 1600 ម៉ែត្រប៉ុណ្ណោះទីតាំងនេះបានផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវទឹកនិងការដឹកជញ្ជូនផ្សេងៗតាំងពីសម័យបុរាណមកម្ល៉េះតំបន់ជុំវិញភ្នំដាគឺជាតំបន់វាលទំនាបលិចទឹកដែលលិចទឹកត្រឹម6ខែនិងគោកត្រឹម6ខែបច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមប៉ុន្តែប្រាសាទមួយនេះជាប្រាសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែចូលទៅទស្សនានាគ្រប់ពេលវេលាទាំងអស់ព្រោះវាប្រកបទៅដោយទេសភាពទឹកទន្លេដែលហុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្ដាលមហាសមុទ្រម្យ៉ាងវិញទៀតមានព្រៃឈើដុះហុំព័ទ្ធជុំវិញពណ៌បៃតងខៀវស្រងាត់អមទៅដោយសំឡេងរៃនារដូវស្លឹកឈើលាស់ដែលសម្បូរទៅដោយប្រព័ន្ធធារាសាស្ត្របុរាណរួមមានបារាយណ៍និងព្រែកជីកនានាជាដើមថ្លៃជីវិតធ្លាប់នៅចិត្តប្រវត្តិរបស់ប្រាសាទភ្នំដាប្រាសាទភ្នំដាបានកសាងឡើងនៅក្នុងសតវត្សទី6ដោយព្រះបាទរុទ្រវរ្ម័នដែលទិសថ្វាយទៅដល់ព្រហ្មញ្ញសាសនាតាមរយៈលោកប្រាក់សុវណ្ណរាដែលជាបុរាណវិទូជនជាតិខ្មែរយើងមកពីក្រសួងវិចិត្រសិល្បៈបានធ្វើការសិក្សាស្រាវជ្រាវថាប្រាសាទភ្នំដាជាប្រាសាទដែលបានស្ថាបនាឡើងជាលើកទី2ទៅលើប្រាង្គប្រាសាទចាស់ដែលប្រាសាទចាស់ពីមុនហ្នឹងគឺសាងសង់អំពីឥដ្ឋហើយប្រាសាទនៅពេលបច្ចុប្បន្នហ្នឹងគឺជាប្រាសាទដែលកសាងនៅសម័យអង្គរដែលកសាងនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1តាមការស្រាវជ្រាវនិងបានសន្និដ្ឋានថាក្នុងប
រិវេណជិតប្រាសាទហ្នឹងគឺមានតំបន់មានប្រាង្គប្រាសាទមិនតិចជាង10ឡើយដែលកាលបរិច្ឆេទកសាងក្នុងកំឡុងសតវត្សទី6និងសតវត្សទី7នៃគ្រិស្តសករាជក្នុងអាណាចក្រភ្នំប៉ុន្តែពុំមានប្រាង្គប្រាសាទមួយណាបានគង់វង្សល្អនោះឡើយដោយឡែកគេបានប្រទះឃើញសិលាចារឹកពីចុងសម័យអង្គរមួយគួរឲ្យចាប់អារម្មណ៍គឺនៅភ្នំដាដែលនៅក្នុងនោះគឺបានគ្រប់គ្រងគំនិតថាជាមជ្ឈមណ្ឌលរបស់ហ្វូណានស្ថិតនៅទីនោះហើយសិលាចារឹកនេះមានលេខការ549ដែលខូចខាតខ្លះទៅហើយនិងពុំទាន់មានលក្ខណៈច្បាស់លាស់ទេប៉ុន្តែបើរៀបរាប់ពីស្ដេចរុទ្រវរ្ម័ននឹងមានឈ្មោះព្រះវិស្ណុមួយចំនួនដែលទំនងជាឈ្មោះបដិមាដែលគេរកឃើញក្នុងលអាងជុំវិញភ្នំដានឹងមួយវិញទៀតសិលាចារឹកនោះក៏បាននិយាយទៀតថាស្ដេចរុទ្រវរ្ម័ននឹងបានស្ថាបនាបដិមាព្រះវិស្ណុនៅក្នុងលអាងមួយប្រាសាទភ្នំដាកសាងឡើងលើកំពូលភ្នំដាមានកម្ពស់40ម៉ែត្រប្រាសាទនេះបានមុខទៅទិសខាងជើងសំដៅទៅរករាជធានីនគរភ្នំដែលមានទីតាំងស្ថិតនៅស្រុកអង្គរបុរីសព្វថ្ងៃប្រាសាទនេះកសាងឡើងអំពីឥដ្ឋថ្មបាយក្រៀមនិងថ្មភក់ជារាងការ៉េជ្រុងនីមួយៗមាន12ម៉ែត្រនិងមានកម្ពស់18ម៉ែត្រពុំមានជណ្ដើរទេមានទ្វារ3ជាទ្វារបញ្ឆោតនិងទ្វារ1ជាទ្វារប៉ិតនៅជញ្ជាំងខាងជើងហើយជញ្ជាំងក្រាស់ខុសប្លែកពីប្រាសាទនានាប្រាសាទភ្នំដាពុំមានរបងកំពៃឬកំផែងព័ទ្ធជុំវិញទេនៅខាងក្នុងមានតាំងលិង្គព្រះឥសូរតាំងពីសម័យសាងសង់ប្រាសាទសម្រាប់ជាទីសក្ការៈបូជាប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សទី6ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័នជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាដោយសារតែប្រាសាទភ្នំដាមានអាយុកាលចាប់ពីសតវត្សទី6នោះទៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ជួសជុលឡើងវិញសតវត្ស11នៅតាមចង្កេះភ្នំវិញគឺមានរោងភ្នំសិប្បនិមិត្តចំនួន5រោងដែលបង្ហាញពីរចនាបថភ្នំដាដែលកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងរចនាបថនៅឯប្រទេសឥណ្ឌាក្នុងរោងភ្នំមានតម្កល់សិវលិង្គនិងយោនីនាងឧមាដែលជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវៈក្នុងសាសនាព្រាហ្មណ៍រោងភ្នំទាំងនោះមានឈ្មោះថារោងភ្នំប្រាសាទដ៏ដែលកសាងជារោងមន្តប្រាសាទឥដ្ឋនិងថ្មភ្នំដាត្រូវបានរចនាឡើងនៅក្នុងរចនាបថឃ្លាំងបាពួនដោយសារតែគេសង្កេតមើលផ្តែរសសរពេជ្រហៅជាងទើបធ្វើឲ្យគេកំណត់រចនាបថនេះបានដូចនេះសូមយើងមកពិនិត្យមើលទៅលើក្បាច់នៅលើផ្តែរសសរពេជ្រហៅជាងទាំងអស់គ្នាជាដំបូងខ្ញុំសូមទៅអត្ថាធិប្បាយទាក់ទងជាមួយនឹងផ្តែរដែលមាននៅលើប្រាសាទភ្នំដាចំពោះផ្តែរដែលនៅលើទ្វារនៅប្រាសាទនេះគឺមានពីរសំខាន់មួយគឺគេឃើញមាននៅក្នុងប្រាសាទភ្នំដាហើយមួយបំណែកទៀតត្រូវបានគេយកទៅតម្កល់ទុកនៅសារមន្ទីរគីមេនៃប្រទេសបារាំងនៅក្នុងផ្តែរនេះដែរគឺគេអាចកំណត់បានថាវាស្ថិតនៅក្នុងរចនាបថបាពួនដែលយើងឃើញថាមានលម្អទៅលើបដិមាហ្នឹងគឺចំពោះមង្គតដែលបដិមាពាក់ហ្នឹងគឺមានក្បាច់ពងត្រីហើយមានច្រើនថ្នាក់រហូតដល់បង្កើតបានជាចម្លាក់មួយប្រភេទនេះដែលជាការឆ្លាក់ស្រទាប់ផ្កាឈូករៀងគ្នាដូចធ្មេញរណាហើយបន្តគ្នាហូរហែមកចំណែកឯនៅកំពូលមកុដវិញគឺគេនិយមធ្វើវាជាស្រួចដែលមើលទៅវាមានរាងដូចជាត្រីកោណមួយទៀតដែលយើងអាចកំណត់ដឹងថាផ្តែរហ្នឹងគឺនៅក្នុងរចនាបថបាពួនដែលយើង
សម្លឹងមើលតាក់ទងទៅនឹងផ្ទៃសំពត់ដែលយើងឃើញថាផ្ទៃសំពត់ទាំងមូលគឺវាមានផ្នត់ហើយការស្លៀកពាក់របស់គេហ្នឹងយើងឃើញថាគេស្លៀកក្បិនបែបរឹបមើលទៅគឺរឹបខ្លាំងមែនទែនដែលយើងមើលទៅការស្លៀកបែបនេះដូចជាពួកអ្នកហាត់បុក្កតោអញ្ចឹងចំពោះផ្តែរនេះដែរគឺគេឆ្លាក់វាជាចម្លាក់រឿងដែលយើងដឹងថានៅក្នុងចម្លាក់ហ្នឹងគឺគេនិយាយពីចម្លាក់រឿងកូនសមុទ្រទឹកដោះដែលរឿងនេះហើយគឺមានសារៈសំខាន់ខ្លាំងហើយនឹងនិយមខ្លាំងដែរនៅខ្មែរយើងកាលពីសម័យបុរាណនៅក្នុងឈុតរឿងកូនសមុទ្រទឹកដោះនេះដែរគឺជារឿងទេវកថាមួយនៅខាងលទ្ធិព្រហ្មញ្ញសាសនាហើយរឿងនេះដូនតាយើងបានយកមកឆ្លាក់ទៅលើប្រាសាទបុរាណជាច្រើនក្នុងនោះក៏មានប្រាសាទភ្នំដានេះផងដែរនៅក្នុងផ្តែរនេះគឺឈុតឆាកដែលនិយាយអំពីពួកពីរក្រុមគឺម្ខាងគឺជាពួកទេវតាហើយម្ខាងទៀតគឺជាពួកអសុរៈគឺជាពួកយក្សនឹងឯងដែលពួកគេកំពុងតែទាញខ្សែព្រាត់ហ្នឹងគឺជាសត្វពស់វ៉ាសុគិហើយនឹងមានស្នូវកណ្ដាលមើលទៅដូចជាសសរដែលសសរនៅលើសសរគឺមានទេវៈមួយអង្គកំពុងតែតោងសសរហើយទេវៈមួយអង្គទៀតកំពុងតែនៅលើក្បាលសសរនៅពីក្រោមយើងឃើញមានរូបមួយគឺជារូបអណ្ដើកនៅក្នុងសាច់រឿងគឺគេយកភ្នំមន្តរៈមកធ្វើជាស្នូលគោហើយខ្សែព្រាត់ដែលគេយកទាញហ្នឹងគឺគេយកពស់វ៉ាសុគីហើយដូចដែលយើងដឹងគឺម្ខាងគឺពួកអសុរៈនិងម្ខាងទៀតគឺជាពួកទេវតាការចាប់ទាញកូនសមុទ្រទឹកដោះជាលើកដំបូងដែលនៅក្នុងដំណាក់កាលទី1ពេលនោះគឺភ្នំមន្តរៈត្រូវផ្អៀងម្ខាងអញ្ចឹងហើយគឺវាពិបាកក្នុងការកូនសមុទ្រទឹកដោះដូចនេះព្រះវិស្ណុក៏ធ្វើការអន្តរាគមន៍ដោយប្រែខ្លួនទៅជាសត្វអណ្ដើកដែលឈ្មោះថាកុរមៈដើម្បីទៅទ្រភ្នំនៅពីខាងក្រោមភ្នំដែលធ្វើឲ្យភ្នំត្រង់ដើម្បីងាយស្រួលក្នុងការកូរសមុទ្រទឹកដោះដើម្បីទទួលបានជោគជ័យឯផ្តែរមួយទៀតវិញត្រូវបានគេយកទៅរក្សាទុកនៅក្នុងសារមន្ទីរនៃខេត្តអង្គរបុរីជាក់ស្ដែងផ្តែរនេះគឺមានលក្ខណៈខូចខាតខ្លាំងដែលយើងឃើញថាមានការបាក់បែកអស់ច្រើនកន្លែងប៉ុន្តែយើងអាចមើលដឹងថាចម្លាក់នេះគឺនិយាយអំពីព្រះវិស្ណុផ្ទុំកំពុងរង់ចាំបង្កើតលោកដែលទ្រង់គង់នៅលើសត្វមកឥឡូវនេះសូមយើងមកមើលចំពោះសសរពេជ្រនៃប្រាសាទភ្នំដានេះវិញម្ដងដែលយើងឃើញថាសសរពេជ្រនេះគឺគេធ្វើឡើងអំពីថ្មភក់ដែលស្ថិតនៅក្នុងរចនាបថបាពួននៃសតវត្សទី11ចំពោះសសរពេជ្រនេះដែរយើងឃើញថាគេឆ្លាក់លម្អដោយស្លឹកឈើល្អិតដូចជាធ្មេញរណាហើយនៅខាងគល់នៃសសរពេជ្រនេះយើងឃើញថាមានគេឆ្លាក់រូបតាឥសីផងដែរប៉ុន្តែសសរពេជ្រនេះគឺមានលក្ខណៈទ្រុឌទ្រោមផងដែរតែវាបែកចេញជាបំណែកដែលបំណែកមួយទៀតគឺគេយកទៅរក្សាទុកនៅសារមន្ទីរនៃស្រុកអង្គរបុរីចំណែកឯហោជាងនៅក្នុងប្រាសាទនេះវិញចុងដងក្តារយើងឃើញថាឃើញមានគេឆ្លាក់រូបបកខ្ជាក់នាគហើយនាគខ្ជាក់កម្រងផ្កាហើយនាគនីមួយៗនោះគឺមានក្បាលចំនួន5ដែលនៅលើក្បាលនាគគឺលម្អដោយក្បាំងផងដែរដែលក្បាំងនោះហើយគឺបង្ហាញពីការធ្វើនៅក្នុងរចនាបថឃ្លាំងរីឯនៅដងក្តារវិញគឺមានលក្ខណៈពុតពេនហើយនៅលើដងក្តារគឺគេឆ្លាក់លម្អក្បាច់ទ្រនងស្លឹករកាចំណែកឯនៅបរិវេណ
ផ្ទៃខាងក្នុងនៃហៅជាងនេះវិញគឺមិនឃើញមានការឆ្លាក់អ្វីទេដែលបង្ហាញថាគេមិនទាន់បានស្ថាបនារួចរាល់នៅឡើយ រូបបដិមានៅក្នុងរចនាបថភ្នំដាគេសង្កេតឃើញថារចនាបថនេះទទួលឥទ្ធិពលយ៉ាងខ្លាំងពីឥណ្ឌាហើយនៅក្នុងរចនាបថនេះដែរមិនប្រទះឃើញមានបដិមារូបស្រីទេបដិមាដែលគេរកឃើញនៅក្នុងប្រាសាទគឺបដិមាព្រះវិស្ណុដែល8មានសារៈសំខាន់ណាស់ដែលជាមូលដ្ឋានបង្ហាញពីការបន្តនិរន្តរភាពនៃការគោរពនៅព្រហ្មញ្ញសាសនាចំពោះរូបបដិមាព្រះវិស្ណុដែលមានដៃ8យើងសង្កេតឃើញថាមានមុខមូលពេញច្រមុះស្រួចហើយវែងពេលមើលចំពីមុខតែបើមើលពីចំហៀងគឺកោងគិរីតមង្គតបែបឥណ្ឌាសុទ្ធសាធគឺតាមឥណ្ឌាខាងត្បូងនៅសម័យប៉ាឡវៈដែលគេធ្វើមកុដរាងស៊ីឡាំងហើយមិនមានឆ្លាក់រូបធ្វើទេចំណែកឯការស្លៀកពាក់សំពត់ឬចងក្បិន2ជាន់ហើយមានជាយសំពត់2ថ្នាក់ហើយផ្ទៃសំពត់ទាំងមូលពោពេញដោយផ្នត់ចំពោះការទប់លំនឹងគេប្រើចន្ទល់ដែលមានរូបរាងដូចក្រចកសេះនិងមានការត្រួតចន្ទល់នៅខាងក្រោមដែរសរុបមកប្រាសាទភ្នំដាស្ថិតនៅក្នុងរចនាបថឃ្លាំងបាពួនដែលប្រាសាទនេះស្ថាបនាឡើងនៅលើកំពូលភ្នំសាងអំពីថ្មបាយក្រៀមនៃផ្នែកទូប្រាសាទដីឥដ្ឋនៅលើដំបូលប្រាសាទថ្មភក់នៅត្រង់ស៊ុមទ្វារនៅក្នុងរជ្ជកាលព្រះបាទរុន្ទ្រវរ្ម័ននិងសាងសង់ឡើងវិញនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នាសតវត្សទី11នៅក្នុងទូប្រាសាទមានតម្កល់ព្រះសិវលិង្គនិងយោនីដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាចង់ជួបទៀនមិនចង់ឃ្លានពីស្នេហ៍